ក្តីសង្ឃឹមមិនថាថ្ងៃឬយប់មិនមានពន្លឺឬគ្មានពន្លឺឲ្យតែនៅមានដង្ហើមត្រូវជឿជាក់លើខ្លួនឯងបន្តដំណើរទៅមុខទៀតទោះបីយឺតបន្តិចលំបាកបន្តិចឲ្យតែខ្លួនឯងដឹងថាខ្លួនឯងកំពុងដើរនៅលើគោលដៅគឺគ្រប់គ្រាន់ហើយប្រើជីវិតរបស់អ្នកជាដំណើរផ្សងព្រេងមួយដែលមិនចាំបាច់រៀបចំទុកជាមុនមិនចាំបាច់គិតថានឹងមានរឿងអ្វីកើតឡើងនិងមិនចាំបាច់រកវិធីដោះស្រាយមុននឹងបញ្ហាកើតឡើងនោះឡើយដំណើរផ្សងព្រេងរបស់អ្នកនឹងផ្ដល់រឿងថ្មីបទពិសោធន៍ថ្មីមនុស្សថ្មីក៏ដូចជាគោលដៅថ្មីជានិច្ចដរាបណាជើងនៅតែទទួលយកនៃការផ្សងព្រេងដែលជារបស់ខ្លួនឯងគ្រប់វិនាទីអ្នកដើរទៅមុខរឿងគ្រប់យ៉ាងនឹងផ្លាស់ប្ដូរជានិច្ចគ្មានអ្វីដែលថិតថេរឬស្ថិតថេរនោះទេដរាបណាយើងនៅមិនទាន់ស្លាប់